បាទសួស្តីបងប្អូនថ្នាក់បឋមទាំងអស់គ្នាបាទថ្នាក់ទី7ទី8អនុក៏អាចរៀនបានដែរចំណុចនេះបាទឥឡូវយើងមកនិយាយតាក់ទងជាមួយនឹងការបូកអក្សរបាទឬក៏បើយើងនិយាយថ្នាក់ទី7ទី8វិញគេនិយាយតាក់ទងជាមួយនឹងការបូកឯកធាតុបាទអញ្ចឹងយើងឃើញថាការបូកអក្សរហ្នឹងអក្សរយ៉ាងម៉េចឧបមាយើងមើលណាបាទឧបមាថាខ្ញុំមានអក្សរ A បាទអក្សរ A ណាបូកជាមួយនឹង A អញ្ចឹងកាលណា A បូកជាមួយ A យើងឃើញថា A មាន2ដងបើសិនជា A មាន2ដងអញ្ចឹងចម្លើយគឺវាស្មើជាមួយនឹង 2A បាទអញ្ចឹងបើ A បូកបញ្ចូលគ្នា3ដងបាទចម្លើយទទួលបានគឺ3A បាទយើងមើល 2A បូកជាមួយនឹង 3A យើងទទួលបានលទ្ធផលគឺប៉ុន្មានបាទ5A បាទ 5A ដកជាមួយនឹង 2A យើងទទួលបានលទ្ធផលប៉ុន្មានបាទយើងទទួលបានលទ្ធផលគឺ3A បាទយើងមើលបន្តទៀត 5A ដកជាមួយនឹង 3A បាទយើងទទួលបានលទ្ធផលប៉ុន្មានបាទ 5A ដកជាមួយនឹង 3A យើងទទួលបានលទ្ធផលគឺ 2A បាទតាមលំនាំនេះយើងអាចសន្និដ្ឋានបានថាការបូកបាទវិធីបូកអក្សរឬក៏ដកអក្សរហ្នឹងណាបាទគឺគេបូកឬដកតែចំពោះមេគុណផ្នែកខាងមុខរបស់វាទេបាទបានន័យថាឧបមាថាយើងមាន2A បូកជាមួយនឹង 3A ឥឡូវយើងមកមើលលំហាត់មួយនេះមួយបាទ 2A បូកជាមួយនឹង 3A អញ្ចឹងបានន័យថាយើងយក2បាទបូកជាមួយនឹង3បាទហើយ A គឺយើងរក្សានៅដដែលអញ្ចឹងយើងបានទៅជា2បូក3ស្មើ5យើងទទួលបានលទ្ធផលគឺ5A អញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអញ្ចឹងអានេះ 3A បូក 4A ស្មើប៉ុន្មានបាទ 3A បូក 4A យើងទទួលបានលទ្ធផលប៉ុន្មានបាទគឺ 7A ដល់ពេលនេះ 11A នេះប៉ុន្មាន 10A នេះប៉ុន្មានទៀត17A បាទបន្តទៀតបាទប៉ុន្មានទៀត16A បាទនេះវិញស្មើប៉ុន្មានបាទ10ដក5សសល់ 5A បាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចធ្វើអានឹងបានឥឡូវខ្ញុំនឹងបន្តទៅកន្លែងវងកញ្ចក់អញ្ចឹងយើងកន្លែងវងកញ្ចក់នេះគឺយើងត្រូវកណនានៅក្នុងវងកញ្ចក់មុនយើងដឹងហើយកាលណាវាមានវងកញ្ចក់គឺយើងត្រូវតែកណនានៅក្នុងវងកញ្ចក់មុនយើងអាចកណនាក្រៅបានទេបាទអញ្ចឹងយើងកណនាក្នុងវងកញ្ចក់សិនមកបាទអញ្ចឹង4បូកជាមួយ2ស្មើប៉ុន្មានស្មើ6ដក4ដល់សល់2បាទអញ្ចឹងលទ្ធផលគឺ2A បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចធ្វើលំហាត់ដែលសល់បន្តទៀតយើងសាកល្បងមើលទៅបាទអរគុណបងប្អូនទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទជម្រាបលាសុខសប្បាយសំណាងល្អ